មានមនុស្សជាច្រើនស្រមៃចង់ក្លាយជាតារាល្បីពួកគេចង់បានកេរ្តិ៍ឈ្មោះទ្រព្យសម្បត្តិនិងការសរសើរពីមនុស្សជុំវិញខ្លួនប៉ុន្តែមានរឿងមួយដែលមនុស្សភាគច្រើនមិនបានដឹងនៅពីក្រោយពន្លឺដ៏ភ្លឺចែងចាំងនិងស្នាមញញឹមនៅលើឆាកគឺមានសម្ពាធការច្រណែននិងភាពងងឹតលាក់នៅពីក្រោយហើយរឿងរ៉ាវថ្ងៃនេះនឹងបង្ហាញឲ្យយើងឃើញថាការច្រណែនការសងសឹកនិងបំផ្លាញជីវិតមនុស្សម្នាក់យ៉ាងដូចម្តេចតួឯករបស់យើងមានឈ្មោះថាស៊ូយុនកាលពីអតីតកាលនាងគឺជាតារាស្រីដ៏ល្បីល្បាញម្នាក់មិនថាទៅទីណាក៏មានអ្នកគាំទ្ររាប់រយពាន់នាក់រងចាំស្វាគមន៍នាងជីវិតរបស់នាងហាក់ដូចជាល្អឥតខ្ចោះនាងមានលុយមានកិត្តិយសមានផ្ទះធំមានអនាគតដ៏ភ្លឺស្វាងប៉ុន្តែគ្មាននរណាម្នាក់អាចឈរនៅលើកំពូលបានរហូតនោះទេយប់មួយបន្ទាប់ពីព្រឹកស្រាស្រវឹងហួសកម្រិតស៊ូយុនបានបើកបររថយន្តទាំងស្ថានភាពស្រវឹងហើយគ្រោះថ្នាក់ដ៏អាក្រក់មួយបានកើតឡើងទោះបីជានាងនៅរស់ប៉ុន្តែអាជីពទាំងមូលរបស់នាងត្រូវបានបំផ្លាញប្រព័ន្ធផ្សព្វផ្សាយចាប់ផ្ដើមវាយប្រហារនាងអ្នកគាំទ្រជាច្រើនបែរខ្នងដាក់នាងក្រុមហ៊ុនផ្សាយពាណិជ្ជកម្មលុបកិច្ចសន្យាកម្មវិធីទូរទស្សន៍បញ្ឈប់ការអញ្ជើញក្នុងរយៈពេលដ៏ខ្លីស៊ូយុនបានធ្លាក់ពីលើកំពូលភ្នំរហូតដល់បាតជ្រោះចាប់ពីថ្ងៃនោះមកជីវិតរបស់នាងមិនដែលដូចដើមទៀតនោះឡើយពេលវេលាកន្លងផុតទៅស៊ូយុនព្យាយាមត្រឡប់មកវិញម្ដងហើយម្ដងទៀតនាងទៅចូលរួមកម្មវិធីផ្សេងៗនាងទទួលការងារតូចៗនាងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឲ្យមនុស្សចងចាំឈ្មោះរបស់នាងម្ដងទៀតប៉ុន្តែពិភពកំសាន្តជាកន្លែងដ៏ឃោរឃៅនៅពេលដែលអ្នកធ្លាក់មនុស្សភាគច្រើនមិនបានជួយអ្នកឡើងឡើយពួកគេគ្រាន់តែដើរកាត់អ្នកប៉ុណ្ណោះថ្ងៃមួយមានកម្មវិធីអ្នកជួបជុំគាំទ្រតូចមួយសម្រាប់ស៊ូយុនរំពឹងថាយ៉ាងហោចណាស់នឹងមានមនុស្សមួយចំនួនមកជួបនាងដែរប៉ុន្តែពេលកម្មវិធីចាប់ផ្ដើមកៅអីភាគច្រើនគឺទទេគ្មានសម្លេងអបអរគ្មានសម្លេងអ្នកគាំទ្ររាប់រយពាន់អ្នកដូចមុនមានស្ត្រីតែម្នាក់ប៉ុណ្ណោះអង្គុយរងចាំនាងហើយស្ត្រីនោះមានឈ្មោះថាជីមីននិយាយថានាងជាអ្នកគាំទ្រដ៏ស្មោះត្រង់បំផុតនាងប្រាប់ស៊ូយុនថានៅពេលជីវិតរបស់នាងជួបការលំបាកការសម្ដែងរបស់ស៊ូយុនបានជួយឲ្យនាងមានកម្លាំងនិងបន្តរស់នៅទៀតពាក្យទាំងនេះធ្វើឲ្យស៊ូយុនរំភើបយ៉ាងខ្លាំងក្រោយបាត់បង់អ្វីៗស្ទើរទាំងអស់ការដឹងថានៅមានមនុស្សម្នាក់ជឿលើខ្លួនគឺមានតម្លៃណាស់ប៉ុន្តែស៊ូយុនមិនដឹងទេថាស្នាមញញឹមដែលនាងកំពុងឃើញអាចលាក់អាចកំបាំងដ៏គួរឲ្យខ្លាចមួយថ្ងៃបន្ទាប់មកជីមិនចាប់ផ្ដើមចូលមកក្នុងជីវិតរបស់ស៊ូយុនកាន់តែច្រើនដំបូងឡើយវាហាក់ដូចជាមិត្តភាពធម្មតាប៉ុន្តែបន្តិចម្ដងមានរឿងចម្លែកកាត់ឡើងមនុស្សជុំវិញស៊ូយុនចាប់ផ្ដើមមានបញ្ហាការឆ្លោះប្រកែកកាត់ឡើងជាញឹកញាប់សម្ពាធផ្លូវចិត្តកាត់ឡើងជារៀងរាល់ថ្ងៃយប់មួយបន្ទាប់ពីមានចំនួនធ្ងន់ធ្ងរស៊ូយុនផឹកស្រាច្រើនណាស់នាងខឹងនាងអស់សង្ឃឹមនាងមានអារម្មណ៍ថាជីវិតកំពុងដួលរលំម្ដងទៀតបន្ទាប់ពីនាងដេកលក់ទាំងស្រវឹងពេលភ្ញាក់ឡើងនៅពេលព្រឹកទស្សនវិជ្ជានៅខាងមុខរបស់នាងធ្វើឲ្យនាងគាំងតែម្ដងនៅលើឥដ្ឋមានសាកសពមនុស្សម្នាក់ឈាមពេញបន្ទប់កំបិតមួយចាក់ជាប់ក្នុងខ្លួនជនរងគ្រោះស៊ូយុនភ័យស្លន់ស្លោនាងមិនអាចចាំអ្វីបានឡើយហើយនោះគឺជារឿងដ៏គួរឲ្យខ្លាចព្រោះនាងចាប់ផ្ដើមសង្ស័យថាប្រហែលជានាងខ្លួនឯងតែដឹងជាឃាតករសម្លាប់ជនរងគ្រោះនោះពីចំណុចនោះមកជីវិតរបស់ស៊ូយុនធ្លាក់ចូលក្នុងនរកតែម្ដងនាងរស់នៅក្នុងភាពភ័យខ្លាចមិនដឹងថានរណាអាចទុកចិត្តប៉ូលីសចាប់ផ្ដើមស៊ើបអង្កេតភស្តុតាងជាច្រើនចង្អុលទៅរកនាងប៉ុន្តែពេលស៊ូយុនចាប់ផ្ដើមស៊ើបរកការពិតនាងបានរកឃើញនៅរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយជីមីនមិនមែនជាអ្នកគាំទ្រស្មោះត្រង់ដោយដែលនាងអះអាងនោះទេជីមីនគឺជាមនុស្សម្នាក់ដែលពោរពេញដោយកំហឹងជាច្រើនឆ្នាំការចំណានការឈឺចាប់និងការសងសឹកនាងមិនចង់បានលុយនាងមិនចង់បានកិត្តិយសអ្វីដែលនាងចង់បានគឺឃើញស៊ូយុនបាត់បង់អ្វីៗទាំងអស់ដោយដែលនាងធ្លាប់បាត់បង់ហើយអន្ទាក់នេះត្រូវបានរៀបចំយ៉ាងហ្មត់ចត់គ្រប់រឿងដែលកាត់ឡើងមិនមែនចៃដន្យនោះទេវាគឺជាអន្ទាក់នៅទីបំផុតការពិតត្រូវបានបង្ហាញប៉ុន្តែมันអាចជួយអ្វីឲ្យត្រឡប់មកដូចដើមវិញឡើយមនុស្សជាច្រើនបានស្លាប់ជីវិតជាច្រើនត្រូវបានបំផ្លាញហើយស្នាមរបួសផ្លូវចិត្តនៅតែដិតជាប់ជារៀងរហូតរឿងនេះបង្រៀនយើងថាការច្រណែនគឺដូចជាភ្លើងតូចមួយបើមិនបន្លត់វាទាន់ពេលវាអាចក្លាយជាអគ្គិភ័យដ៏ធំដុតបំផ្លាញអ្នកដទៃនិងខ្លួនឯងហើយពេលនេះសត្រូវដែលគួរឲ្យខ្លាចបំផុតមិនមែនជាបុគ្គលស្អប់យើងនៅបើកចំហទេតែជាមនុស្សម្នាក់ដែលញញឹមដាក់យើងរាល់ថ្ងៃ
ខណៈកំពុងរងចាំឱកាសដើម្បីបំផ្លាញយើង